សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីរបៀបនៃការដាក់បន្ទាត់ចុចដើម្បីចំណេញពេលវេលាចំណុចបើសិនជាយើងដាក់ឈ្មោះតែយើងសរសេរឈ្មោះហើយយើងដាក់ចំណុចចុចនេះដើម្បីយើងបំពេញនៅខាងក្រៅចឹងបើសិនយើងចុចនៅលើ keyboard ចុចមួយចឹងទៅវាយូរពេកចឹងថ្ងៃនេះខ្ញុំនឹងមកបង្រៀនអ្នកទាំងគ្នាដើម្បីដាក់អាហ្នឹងឲ្យកាន់តែចំណេញពេលដូចជាកន្លែងនេះខ្ញុំបានដាក់ហើយចឹងបើសិនយើងវាយ check ហើយ enter ទៅឃើញវាមានចំណុចនឹងហើយលឿនអញ្ចឹងដើម្បីដាក់ចំណុចនឹងទាំងអស់គ្នាតែយើងចូលទៅកាន់ shift ថ្មីមួយទៀតជាដំបូងដើម្បីដាក់ចំណុចនេះគឺយើងត្រូវ select នៅលើ shift ដែលយើងចង់ដាក់ហ្នឹងណាលើ column ដែលយើងចង់ដាក់តោះមកយើងចុចខាងនេះយើង right click ខាងនេះក៏បានហើយយកពាក្យ format cell នេះឬក៏យើងចុចប្រឡងនេះមកក៏បានដែរលឿនអញ្ចឹងយើងបន្តមកទៀតយើងចូលទៅកន្លែង number នេះហើយយើងយក custom ហើយយើងចុចនៅលើពាក្យ general នេះមកយើងដាក់រូបមន្តមួយយើងលុបអានេះចោលតោះមកយើងដាក់ add ហើយយើងដាក់សញ្ញាផ្កាយតោះមកយើងដាក់សញ្ញាចុចជាសញ្ញាដែលសញ្ញាចុចនេះជាសញ្ញាដែលយើងចង់ឲ្យវាលោតនៅខាងក្រោយគេវិញហ្នឹងជាយើងគ្រាន់តែចុច OK វាមកហើយយើងវាយទៅនៅក្នុងហ្នឹងគឺវាប្រត់តាមយើងអញ្ចឹងជាមួយខ្ញុំវាយពាក្យ project enter មួយមកកាត់យើងដាក់ location អញ្ចឹងនៅក្នុងឯកសាររបស់យើងគឺយើងត្រូវការដាក់ហ្នឹងដើម្បីឲ្យ client ដើម្បីពួកគាត់អាចពេញនៅចន្លោះដែលចុចចឹងជាយើងដាក់ project location ហើយយើងចង់ដាក់អីទៀតហ្នឹងគឺយើងដាក់ client name អីចឹងណាចឹងគឺយើងធ្វើរបៀបហ្នឹងគឺយើងចំណេញពេលយើងអត់ចាំបាច់ចុចចំណុចមួយចឹងដល់តែខាតពេលអូខេចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណ